ថាខ្ញុំកំណាញ់ក៏បានប៉ុន្តែមិនដឹងធ្វើម៉េចទេបើប្រមាណអ្នកនេះមិនដាច់ចិត្តឲ្យទៅណាសោះក៏ដឹងដែរថាបងប្អូនគាត់ឃើញហើយគាត់ស្រឡាញ់ទើបគាត់សុំតែខ្ញុំនេះក៏ស្រឡាញ់ដូចគ្នាមិនព្រមចែកឲ្យអ្នកណាសោះកំប្រុកមាន2កង្ហែនក៏មាន2ដែរទាំងអស់ដល់ទៅ4ក្បាលតែអោបក៏សើបទុកទាំងអស់ហ្នឹងក៏មិនដឹងដែរថាពេលណាទើបដាច់ចិត្តព្រមចែកឲ្យទៅគេខ្លះគ្រាន់តែថាពេលនេះពិបាកនឹងឆ្លើយតបទៅបងប្អូនដែលគាត់សុំចែកឆ្លើយបដិសេធម្ដងមិនស្នុកចិត្តទេសង្ឃឹមថាគ្រប់គ្នានឹងយល់ចិត្តខ្ញុំចោះកុំប្រកាន់ខឹងអីព្រោះដោយសារតែមួយបានមកនៅជាមួយនេះគឺសុទ្ធតែមានប្រវត្តិមាននិស្ស័យជាមួយគ្នាហើយគ្រាន់តែគិតរឿងលែងមិនដាច់ចិត្តផងចុះតម្រាំឲ្យទៅនៅជាមួយអ្នកដទៃខ្ញុំគួរធ្វើយ៉ាងម៉េចទោះទឹកស្រែកដំណាំមកជាប់តកូនត្រីមកខំកោទឹកណាស់ដែរតែមកធំណាក៏ជាប់ត្រីដល់តែអញ្ចឹងមានតែបានស្រែកដំណាំអីរវល់ទៅរើសត្រីយកមកប្រឡែងចុះឡើងបើឲ្យទុកគ្នាចោលធ្វើមើលមិនឃើញមិនដាច់ចិត្តព្រោះបើគិតឲ្យច្បាស់ទៅខ្លួនឯងជាអ្នកដួសវាចេញពីក្នុងទឹកអញ្ចឹងមានតែយកវាទៅដាក់ក្នុងទឹកវិញហើយកូនត្រីហ្នឹងមើលទៅតូចណាស់មិនដឹងថាញាប់បានប្រហែលថ្ងៃទេក៏មិនដឹងថាមានប្រហែលសបុកដែរព្រោះមើលទៅកូនត្រីមានតូចមានធំខុសគ្នាដូចមួយនេះអញ្ចឹងតូចណាស់អ្នកភូមិខ្ញុំក៏ដឹងថាខ្ញុំចូលចិត្តដាំគាត់ក៏ហៅខ្ញុំឲ្យទៅយកពូជអំពៅមកដាំដែរតែខ្ញុំមានបានទៅយកអីរំលងបានប្រហែលថ្ងៃស្រាប់តែឃើញមានអំពៅនៅផ្ទះគិតថាប្រហែលជាប៉ាទៅយកមកហើយអត់ហ៊ានប៉ះពាល់ទេទុកឲ្យប៉ាគាត់ជាអ្នកដាំខ្លួនឯងទៅតែថ្ងៃនេះម៉ែគាត់ដេញឲ្យយកអំពៅទៅដាំទៅដឹងរឿងតាមពិតមិនមែនប៉ាគាត់ជាអ្នកយកមកទេគឺអ្នកចិត្តខាងហ្នឹងហើយគាត់យកមកឲ្យដល់ផ្ទះនឹងហើយគាត់ហៅឲ្យទៅយកមិនទៅយកគាត់ក៏យកមកឲ្យទៅឥឡូវម៉ែគាត់ដេញឲ្យដាំហើយគាត់ផ្ដាំថាដាំឲ្យរស់ព្រោះម្ចាស់គាត់ខំដឹកយកមកឲ្យដាំដល់ផ្ទះដល់តែម៉ែដាក់កំហិនអញ្ចឹងដូចជាភ័យដែរព្រោះអំពៅនេះមិនធ្លាប់ដាំផងមិនដឹងថាដាំអញ្ចឹងខុសឬក៏ត្រូវដាំបដាបានបដាដោះទៅតែមិនដោះហ្នឹងត្រូវមាត់ម៉ែហើយគប់ទេសំបីតាម៉ែក៏ចូលដៃចូលជើងដែរឲ្យម៉ែ stop ឲ្យម៉ែ action ហើយនេះឃ្លោកដែលខ្ញុំដាំម៉ែចាត់ចែងឲ្យអស់ហើយថាត្រូវបេះយកឲ្យអ្នកណាខ្លះរត់ទៅរើគ្រាប់ម្រះក្រោមទ្រឹងបាសដោយសារតែមានបងស្រីម្នាក់គាត់ប្រាប់ថាគាត់ចង់បានពូជម្រះនឹងដែរតែខ្ញុំអត់មានបានសល់គ្រាប់ពូជផងហ្នឹងតើអញ្ចឹងមានតែដើររើសមើលរើសបានប្រហែលគ្រាប់ដែរប៉ុន្តែគ្រាន់តែមើលក៏ដឹងថាមិនមែនជាពូជល្អដែរបើផ្លែប៉ិនមេដៃហ្នឹងបើយកទៅដាំក្រែងថាមិនបានផ្លែល្អតែផ្លែហ្នឹងជាផ្លែចុងតងទេធ្លាក់គ្រាប់មកក៏មានដុះម្ដងពីរដើមដែរហើយនេះជាផ្លែនៅស្ទើខ្ញុំចង់បញ្ជាក់ឲ្យបងគាត់មើលក្រែងលោមិនមែនជាពូជដែលគាត់ចង់បានខ្ញុំបញ្ជាក់ជាមួយម៉ែហើយថាផ្លែទាំងអស់ហ្នឹងអត់បេះទេទុកឲ្យទុំយកពូជឲ្យគាត់ហើយបើសួរថាផ្លែគេហ្នឹងពេលធំទៅប៉ុណ្ណាដែរគឺប៉ុណ្នេះឯងហ្នឹងគឺផ្លែបានល្អតែបើអត់បានល្អទេគឺផ្លែល្មិចល្មក់តូចដូចខ្ញុំបានបង្ហាញពីដើមមកអញ្ចឹងឥឡូវសាកយកគ្រាប់រើបានមុនហ្នឹងយកមកដាក់ត្រាំទុកដាំមើលសិនទម្លាក់ចូលទឹកដែលសឹងតែទាំងអស់ដាំដុះទេមើលទៅប៉ុន្តែដែលថាននងដាំក្បែរម្រះប្រែជាល្វីងខ្ញុំដូចជាមិនហ៊ានមានយោបល់អីទេដោយសារតែមានបងប្អូនគាត់ខមមិនប្រាប់ថាមកពីខ្ញុំដាំននងក្បែរម្រះទៅបានជាននងរបស់ខ្ញុំល្វីងធ្លាប់តែឮមកថាមានដីខ្លះដាំផ្លែឈើទៅផ្អែមហើយដីខ្លះទៀតដាំទៅមិនសូវផ្អែមទេចាំមើលលើកក្រោយខ្ញុំនឹងសាកដាំននងពូជថ្មីជាមួយនឹងម្រះម្ដងទៀតព្រោះសម្រាប់ននងល្វីងខ្ញុំនេះប្រសិនបើទុកពូជហើយយកទៅដាំលើកក្រោយឲ្យឆ្ងាយពីម្រះក៏នៅតែល្វីងដែរតែម៉ែក៏មិនឲ្យទុកពូជដែរខ្ញុំដើរកាត់ទាំងចាស់ទាំងខ្ចីកាត់យកទៅស្រោចជ្រក់ប្រហុកមើលបើម៉ែថាល្វីងស្លមិនកើតមានតែវិធីនេះហើយហេតុតែស្ដាយបើផ្លែមកហើយបោះចោលមានតែពាក្យថាខាតតើទៅពេលញ៉ាំចឹងខ្ញុំថាល្វីងញ៉ាំបានមិនទៅខុសគ្នាឆ្ងាយប្រហែលពីស្ដៅពីម្រះទេបងប្អូនទៅសាច់តែកំណត់ដែលខ្លួនមើលតែត្រង់ចំណុចនេះក៏ដឹងដែរថាខុសគ្នាប៉ុណ្ណាម៉ែប្រើឲ្យទៅបេះស្លឹកបាសតែខ្ញុំទៅបោចស្លឹកបាសធ្វើតែអញ្ចឹងមិនដែលចាប់អារម្មណ៍ដឹងទេថាស្លឹកបាសហ្នឹងគេបេះយ៉ាងម៉េចតើតែមកបានឃើញបងស្រីនិងប្អូនស្រីខ្ញុំបេះទៅភ្លឺភ្នែកនេះបានគេហៅថាបេះស្លឹកបាសធ្វើបេះទៅបានមេឃក្តៅមិនអីទេតើតែអញ្ចឹងក៏នឹកឃើញរឿងកាលពីមុនពេលដែលផាសិនទៅតែមានដបងខ្ញុំសួរប្អូនស្រីខ្ញុំថាចង់ញ៉ាំទឹកផាសិនអត់ចាំខ្ញុំអ្នកដាំឲ្យគាត់ឆ្លើយថាបើគាត់ចង់ញ៉ាំគាត់ទៅទិញផ្លែផាសិនយកមកធ្វើញ៉ាំហើយនៅចាំខ្ញុំដាំមិនដឹងពេលណាបានផ្លែទេហើយពេលហ្នឹងបងស្រីខ្ញុំគាត់ក៏លឺគាត់ឆ្លើយតគាត់ថាឲ្យទៅទិញផ្លែផាសិនយកមកធ្វើនាំទៅហត់ធ្វើអីទៅទិញទឹកផាសិនញ៉ាំតែម្ដងមិនស្រួលជាងខ្ញុំចាប់អស់ពេលនិយាយនេះក៏ដោយសារតែខ្ញុំជាអ្នកចូលចិត្តដាំចង់ញ៉ាំអីនឹកឃើញរឿងដាំដុះហើយប្អូនស្រីខ្ញុំគាត់ជាអ្នកបកកាយធ្វើរបស់ញ៉ាំតែបើបងស្រីខ្ញុំវិញងាយស្រួលគឺគាត់ហើយតោះ action ចូលមើលមកកាមេរ៉ាញញឹមផងមួយកំលឿនពេកខុសបាត់ហើយសុំម្ដងទៀតណាឲ្យត្រូវគ្រប់គ្នា
ត្រៀមចូលហ្នឹងហើយធ្វើដូចមានតែគ្នា3នាក់ហ្នឹងទៅមិនខ្វល់ពីអ្នកណាទេតែពេលគេថតហើយចេញមកលុយរបស់គេមែនចង់លេងដូចក្មេងៗដល់ហើយពីមុនយល់ថាសំឡេងខឹមសំឡេងតាខេពីរោះណាស់តែឥឡូវបែរជាមកចូលចិត្តស្ដាប់សំឡេងត្រទៅវិញមិនដឹងថាពុកម៉ែបងប្អូនចូលចិត្តសំឡេងឧបករណ៍តន្ត្រីខ្មែរមួយណាដែរតែញមកភ្លាមលេងផ្លែតឆ្លោះដៃទុកចោលរាប់ឆ្នាំបបួលគាត់លេងទៀតគាត់ថាឈប់លេងដោយសារតែរឿងឆ្លោះដៃហ្នឹងតែមិនដឹងថានៅសុកគាត់នឹកឃើញអីយកមកឲ្យក្មួយលេងតាមប៉ាត់ចង់ឲ្យគាត់ហាត់កីឡាកុំឲ្យដូចអ៊ីគ្មានមួយណាតស៊ូជាមួយនឹងកីឡាកើតទេឥឡូវនេះទោះបីចង់លេងក៏លេងមិនរួចដែរគ្មានកម្លាំងជារឿងមួយអត់ចេះលេងជារឿងពីរបើមិនអញ្ចឹងមិនមែនគ្រាន់តែលេងភ្លាមឆ្លោះដៃផ្លែតទេខ្លួនឯងមិនចេះលេងទេតែមកបង្រៀនស្រីពីរនិងស្រីប៉ឲ្យលេងបណ្ដោយឲ្យលេងពីក្មេងអញ្ចឹងចុះឲ្យបានរហ័សរហួនបានរាងកាយរឹងមាំលើថាកីឡាក៏ជួយផ្នែកស្មារតីប្រាជ្ញាដែរតែស្រីពីរស្រីប៉នេះចង់ឲ្យលេងកីឡាណាដែលលូតកម្ពស់បានល្អព្រោះពូសុទ្ធតែអន់កម្ពស់ហើយចង់ឲ្យស្រីពីរស្រីប៉ស្ដារកិត្តិយសកុំឲ្យដើរទៅណាមកណាតែត្រឹមក្លៀកគេចង់មើលអីក៏មើលមិនឃើញត្រូវមកពិបាករឿងស្បែកជើង